តោះអញ្ចឹងថ្ងៃនេះយើងមកចែករំលែកចំណេះដឹងបែប relax សម្រាប់បងប្អូនសិស្សានុសិស្សទី12ដែលត្រៀមប្រឡងបាក់ឌុបនៅរយៈពេលជិត3ខែបាទ3ខែជាងអញ្ចឹងហើយព្រោះឥឡូវយើងខែ5ឬបើគិតទៅវា90ថ្ងៃជាងបាទអញ្ចឹងថ្ងៃនេះយើងមករៀនសំណួរជាមួយលោកគ្រូបែប relax គ្រាន់តែមើលឲ្យស្ដាប់លេងអញ្ចឹងទៅរំលឹកមេរៀនជាមួយគ្នាអញ្ចឹងថ្ងៃនេះយើងមករំលឹកពីលំពែងណាអញ្ចឹងលំពែងវាគឺជាកោសិកាមួយដែលស្ថិតនៅទទឹងពោះក្រោមកាពះនៅលើពោះវៀនតូចហើយលំពែងហ្នឹងវាមានតួនាទីយ៉ាងសំខាន់នៅក្នុងការផលិតអរម៉ូនពីរប្រភេទគឺអរម៉ូនអាំងស៊ូលីននិងអរម៉ូនក្លុយកាកុងដែលអរម៉ូនអាំងស៊ូលីនហ្នឹងគឺជាអរម៉ូនមួយប្រភេទដែលផលិតចេញពីកោសិកាបេតារបស់លំពែងហើយវាចេញមកនៅពេលណាអញ្ចឹងអាំងស៊ូលីនហ្នឹងគឺវាជាអរម៉ូនមួយប្រភេទដែលចេញមកនៅពេលដែលយើងញ៉ាំអាហារចូលទៅក្នុងសារពាង្គកាយកម្រិតជាតិស្ករនៅក្នុងឈាមរបស់យើងវានឹងកើនឡើងអញ្ចឹងពេលដែលកម្រិតជាតិស្ករកើនឡើងលំពែងរបស់យើងវានឹងបញ្ចេញអរម៉ូនអាំងស៊ូលីនពីកោសិកាបេតាដើម្បីទៅភ្ញូចកោសិកាគោលដៅ3ប្រភេទគឺសាច់ដុំជាប់ឆ្អឹងថ្លើមហើយនឹងជាលិកាខ្លាញ់ដើម្បីឲ្យចាប់យកជាតិស្ករដែលលើសនៅក្នុងឈាមដោយសារយើងញ៉ាំអាហារហ្នឹងណាបាទយកទៅប្រើប្រាស់បាទយកប្រើប្រាស់ជាធម្មពលប្រចាំថ្ងៃជាសកម្មភាពដែលយើងធ្វើរាល់ថ្ងៃហ្នឹងអញ្ចឹងជាតិស្ករទាំងអស់ហ្នឹងបើសិនជាប្រើប្រាស់មិនអស់ទេនោះវាត្រូវបំលែងទៅជាអាហារបម្រុងដែលមានឈ្មោះថា glycogen អញ្ចឹង glycogen ហ្នឹងគឺត្រូវបានយកទៅរក្សាទុកនៅក្នុងថ្លើមនិងសាច់ដុំជាប់ឆ្អឹងហើយបើសិនជានៅតែមិនអស់បរិមាណស្ករដែលយើងសល់បានន័យថានៅសល់ពីការប្រើប្រាស់នោះទៀតអញ្ចឹងស្ករនឹងត្រូវបានបំលែងទៅជាខ្លាញ់បន្តទៀតហើយខ្លាញ់នឹងយកទៅណាខ្លាញ់នឹងគឺយកទៅញាត់នៅក្រោមស្បែករបស់យើងគ្រប់កន្លែងទាំងអស់អញ្ចឹងហើយទើបធ្វើឲ្យមនុស្សយើងចាប់ដើមធាត់បាទហ្នឹងគឺជាបញ្ហារបស់អាំងស៊ូលីនជាមួយនឹងជាតិស្ករដែលលើសនៅក្នុងឈាមផ្ទុយទៅវិញបើសិនជាយើងអត់បានញ៉ាំអាហារមួយពេលឬក៏ពីរពេលអញ្ចឹងជាតិស្ករនៅក្នុងឈាមរបស់យើងវានឹងថយចុះអញ្ចឹងពេលដែលជាតិស្ករថយចុះលំពែងក៏បញ្ចេញនៅអរម៉ូនមួយប្រភេទឈ្មោះថាក្លុយកាកុងអញ្ចឹងអរម៉ូនក្លុយកាកុងហ្នឹងគឺវា